បាទសូមជម្រាបសួរទាំងអស់គ្នាសូមស្វាគមន៍មកកាន់ការសិក្សាពាក្យជាភាសាអង់គ្លេសប្រចាំថ្ងៃជាមួយខ្ញុំបាទទាំងអស់គ្នាបាទអញ្ចឹងសម្រាប់ថ្ងៃនេះគឺយើងមានចំនួន5ពាក្យនៅក្នុងការសិក្សាអញ្ចឹងដែល5ពាក្យនោះគឺតកតងទៅនឹងការបង្ហាញអំពីក្តីស្រឡាញ់ក៏ដូចជាការយកចិត្តទុកដាក់អញ្ចឹងយើងទៅតាមដានទាំងអស់គ្នាថាពាក្យអ្វីខ្លះដែលបង្ហាញអំពីក្តីស្រឡាញ់និងការយកចិត្តទុកដាក់អញ្ចឹងចំពោះពាក្យដែលបកថាក្តីស្រឡាញ់និងការយកចិត្តទុកដាក់គឺភាសាអង់គ្លេសយើងអានថា affection អញ្ចឹង affection គឺមានន័យថាក្តីស្រឡាញ់និងការយកចិត្តទុកដាក់អញ្ចឹង affection words មានន័យថាពាក្យដែលតកតងទៅនឹងការបង្ហាញពីក្តីស្រឡាញ់និងការយកចិត្តទុកដាក់អូខេអញ្ចឹងយើងអាចឃើញនៅចំណុចខាងក្រោមនេះគឺមានតកតងនឹង vocabularies មាន IPA អ្នកទាំងគ្នាអាចស្គាល់ IPA អត់អញ្ចឹង IPA គឺមកពីពាក្យថា International Phonetic Alphabet មានន័យថាការបញ្ចេញសំឡេងជាលក្ខណៈអន្តរជាតិអញ្ចឹងវាជាក្បួននៃការបញ្ចេញសំឡេងនៅពេលទាំងគ្នាទៅឆែកវចនានុក្រមហើយមួយចំណុចទៀតគឺតកតងនឹង example sentence តកតងនឹងការឧទាហរណ៍ជាប្រយោគហើយបន្តមកទៀតគឺខ្មែរ translation គឺការបកប្រែជាភាសាខ្មែរអញ្ចឹងទាំងអស់គ្នានៅពេលដែលមករៀនជាមួយខ្ញុំទាំងអស់គ្នាអាចចេះ vocabulary how to pronounce the words មានន័យថា IPA ការ pronounce ទៅលើពាក្យមួយមួយឲ្យត្រូវហើយនឹង example ជាភាសាអង់គ្លេសហើយទាំងអស់គ្នាអាចចេះបង្កើតប្រយោគនៅពេលដែលទាំងអស់គ្នាចេះពាក្យទាំងអស់គ្នាយកមកបង្កើតវាជាប្រយោគហើយទាំងអស់គ្នាអាចចេះ translate in ខ្មែរអញ្ចឹងទាំងអស់គ្នាអាចចេះបកប្រែជាភាសាខ្មែរដូចគ្នាអូខេអញ្ចឹងយើងទៅមើលទាំងអស់គ្នាតើតើនឹងពាក្យទាំង5នោះតើវាមានពាក្យអីខ្លះទៅសិក្សាជាមួយខ្ញុំទាំងអស់គ្នាអូខេ let's go បាទអញ្ចឹងពាក្យទី1អញ្ចឹងពាក្យទី1របស់យើងគឺពាក្យថា trust អញ្ចឹងយើងមើល how to pronounce នេះរបៀបនៃការ pronounce របៀបនៃការបញ្ចេញសំឡេងរបស់គេនៃ IPA អញ្ចឹង trust អញ្ចឹងពាក្យ trust នេះគឺបកថាទុកចិត្តនេះបងប្អូនឃើញអត់គឺយើងបកថាទុកចិត្តការជឿទុកចិត្តអញ្ចឹងអង់គ្លេសយើងអានថា trust អញ្ចឹងយើងមើល example របស់យើង example គេដាក់ថា trust is the foundation of every strong relationship trust is the foundation of every strong relationship អញ្ចឹងគឺមានន័យថាម៉េចការជឿទុកចិត្តគឺជាមូលដ្ឋាននៃទំនាក់ទំនងដ៏រឹងមាំដែលពាក្យថាក្នុងនេះយើងឃើញពាក្យថា foundation នេះគឺមូលដ្ឋានណាបងប្អូនហើយពាក្យថា relationship នេះគឺទំនាក់ទំនងហើយពាក្យថា strong នេះគឺខ្លាំងក្លាអូខេយើងចូលទៅកាន់ពាក្យទី2ចុងពាក្យទី2យើង pronounce ថា promise ចឹងយើងអាចឃើញក្បួន IPA របស់គេទៅសេឲ្យយើងអាននៅហ្នឹងនេះចឹង promise ចឹងពាក្យថា promise ហ្នឹងគឺយើងបកជាភាសាខ្មែរយើងបកថាសន្យាបងប្អូន promise សន្យាអញ្ចឹងយើងមើល sentence example របស់យើងគេដាក់ថា I promise to always support you I promise to always support you អញ្ចឹងជាភាសាខ្មែរយើងបកថាខ្ញុំសន្យាថានឹងគ្រប់គ្រងអ្នកជានិច្ចអូខេយើងចូលទៅកាន់ពាក្យទី3អញ្ចឹងពាក្យទី3គឺពាក្យ loyal អញ្ចឹងបងប្អូនអាចឃើញ IPA កន្លែងនេះគឺសេនេះ loyal អញ្ចឹងពាក្យថា loyal នេះគឺយើងបកថាស្មោះត្រង់ទាំងអស់គ្នាអញ្ចឹងយើងទៅមើល example របស់គេដាក់ថា she is loyal to her friend and family she is loyal to her friends and family អញ្ចឹងគេថានាងស្មោះត្រង់ចំពោះមិត្តភ័ក្តិនិងគ្រួសាររបស់នាងគេអញ្ចឹងតើទៅនឹង friend មិត្តភ័ក្តិ and family គ្រួសារពាក្យនេះយើងហៅថា family មិន family ទេបងប្អូន family អូខេយើងចូលទៅកាន់ពាក្យទី4 the forwards ចុះពាក្យទី4គឺ IPA របស់គេដាក់ថាឲ្យយើងអាន forever អញ្ចឹងយើង pronounce បានពីរទាំងគ្នាពាក្យនេះបើសិនបើអាមេរិកគេអានថា forever តែបើសិនបើចក្រភពអង់គ្លេសគេអានថា forever ទាំងគ្នាអូខេយើងមើល example គេដាក់ថា true love lasts forever true love lasts forever អញ្ចឹងគេបកថាស្នេហាពិតស្ថិតស្ថេរជារៀងរហូត
ស្នេហាពិតស្ថិតស្ថេរជារៀងរហូតបងប្អូនអញ្ចឹងពាក្យថាស្ថិតស្ថេរជារៀងរហូតនេះនៅក្នុងភាសាអង់គ្លេសគឺមានពាក្យមួយគឺ last forever ឬក៏ last forever អញ្ចឹងពាក្យហ្នឹងគឺបកថាស្ថិតស្ថេរជារៀងរហូតបងប្អូនអាចយកទៅប្រើបានអូខេពាក្យចុងក្រោយគេអញ្ចឹងពាក្យចុងក្រោយគេគឺពាក្យដែលយើង pronounce ថា care sound អក្សរ C ពេលនេះគឺ sound k អញ្ចឹងយើងមក IPA របស់គេនេះគេឲ្យយើងអានថា care អញ្ចឹងពាក្យថា care នេះគឺបកថាយកចិត្តទុកដាក់បងប្អូន care អញ្ចឹង example I care about you very much I care about you very much អញ្ចឹងយើងបកថាខ្ញុំយកចិត្តទុកដាក់ចំពោះអ្នកខ្លាំងណាស់បងប្អូន very much ខ្លាំងណាស់ about you ចំពោះអ្នកឬក៏ពីអ្នក about you okay so okay that's all of my words so today អញ្ចឹងតើតើនឹងថ្ងៃនេះពាក្យដែលយើងយកមកសិក្សាគឺមានចំនួន5នេះឯងហើយបើសិនបើទាំងអស់គ្នាមានចម្ងល់អាច comment នៅខាងក្រោមសួរខ្ញុំបានអញ្ចឹងខ្ញុំនឹងឆ្លើយតបនៅខាងក្រោម comment ហើយជួបគ្នានៅវីដេអូក្រោយអរគុណសម្រាប់ការតាមដាននិងទស្សនាជួបគ្នានៅវីដេអូក្រោយទាំងគ្នា Goodbye